បាទមានបងប្អូនគាត់ឆ្ងល់ថាលេខនៅលើបាវជីហ្នឹងមានន័យថាម៉េចហើយបូក TE ហ្នឹងមានន័យថាម៉េចហើយបងប្អូនខ្លះគាត់ចង់ដឹងអំពីវិធីប្រើប្រាស់ដោយសារជីនៅលើទីផ្សារមានច្រើនអញ្ចឹងយើងមកស្វែងយល់អំពីលេខនៅលើបាវជីបាទមាន4100មាន1840មាន0060មាន20 2015បូក TE អញ្ចឹងទៅបាទ4100នេះគឺគេហៅថាយូរ៉ាដែលយើងហៅថាជីអ៊ុយរ៉េហ្នឹងហើយ1840ហៅថា GDAP ហើយ0060គឺ G កាលីហើយ20 2015បូក TE នោះគឺយើងហៅថា G ចម្រុះឬហៅថា G ផ្លែឈើឬអាចមានរូបមន្តផ្សេងទៀតបងប្អូនកន្លែង20 2015នេះអាចទៅជាលេខផ្សេងតាមក្រុមហ៊ុនផលិតលេខដំបូងនេះគឺតំណាងឲ្យ N លេខកណ្ដាលនេះគឺតំណាងឲ្យ Pលេខចុងក្រោយនេះគឺតំណាងឲ្យការអញ្ចឹង N នេះគឺគេបងប្អូនគឺ nitrogen ឬហៅថាសូត្រ P នេះ phosphor ការនេះ potassium អញ្ចឹងបងប្អូនយល់ហើយ4100មានន័យថាអាសូត 41% phosphor 0% potassium 0% នេះក៏ដូចគ្នាដែរបងប្អូននេះគឺអាសូត 18% phosphor 41% potassium 0% កាលីនេះអាសូត 0% phosphor 0% potassium 60%វាឯជីចម្រុះឬហៅថាជីផ្លែឈើអាសូត 20% phosphor 20% potassium 15% ហើយបូក TE នេះគឺជាធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការតិចTE នេះគេមកពីពាក្យថា trace elements ដែលវាមានដូចជាដែកម៉ង់ហ្គាណេសស័ង្កសីទង់ដែងម៉ូលីបដែនបូឬហៅថាបូរុនហើយនឹងក្ល46នេះគឺជាភាគរយអញ្ចឹងធម្មតាជីយើងគឺ50គីឡូបើសិនជាជីយើង2បាវស្មើនឹង100គីឡូគឺមានអាសូត46គីឡូដោយ DAP ជាដើមធម្មតាជីយើង50គីឡូអញ្ចឹងជីយើង2បាវស្មើនឹង100គីឡូជីយើង2បាវគឺមានអាសូត18គីឡូ phosphor 41គីឡូអញ្ចឹងដូចគ្នាទាំងអស់បងប្អូនឥឡូវឧទាហរណ៍ថាជីអ៊ុយរ៉េ2បាវបូកចូលគ្នា50គីឡូបូក50គីឡូស្មើ100គីឡូក្នុងជី2បាវនេះ100គីឡូមានអាសូត46គីឡូអញ្ចឹង100គីឡូដក41គីឡូនៅសល់54អញ្ចឹងជីអ៊ុយរ៉េ2បាវស្មើនឹង100គីឡូគឺមានអាសូតដល់41គីឡូទេចុះ54គីឡូនេះគឺជាអ្វីបងប្អូន54គីឡូនេះគឺជាក្លេនេះជាអ្វីបងប្អូនក្លេហ្នឹងគឺជាដីសបាទគឺដីយើងហ្នឹងតែមុននឹងយកមកលាយជាមួយជីគឺគេចូលរោងចក្រសិនបងប្អូនមិនមែនយកដីមកដាក់ស្រស់ទេឥឡូវយើងចូលមកដល់ការប្រើប្រាស់ជីអញ្ចឹងបងប្អូនតែឆ្ងល់ថាប្រើយ៉ាងម៉េចទៅបើរូបមន្តចោលយ៉ាងហ្នឹងបាទអញ្ចឹងយើងត្រូវដឹងថាអាសូតនេះមានទុនទីគោលអ្វី phosphor មានទុនទីគោលអ្វី potassium មានទុនទីគោលអ្វីបាទអញ្ចឹងខ្ញុំនឹងលើកខ្លីៗដូចជាអាសូតនេះជួយការលូតលាស់ដើមស្លឹកហើយនឹងជួយស្លឹកបៃតង phosphor នេះជួយដល់ឫសជួយដល់ផ្កាជួយដល់ការចេញក្តឹប potassium នេះជួយឲ្យរុក្ខជាតិធន់នឹងជំងឺហើយនឹងផ្លែមានគុណភាពអញ្ចឹងការប្រើប្រាស់ជីយើងមើលតាមរូបមន្តនេះទៅបើសិនជាដំណាំរបស់យើងនៅដំណាក់កាលលូតលាស់ដើមស្លឹកគឺយើងប្រើជីដែលមានរូបមន្តអាសូតខ្ពស់នេះទៅបើសិនជាដំណាំរបស់យើងក្នុងដំណាក់កាលចេញផ្កាចេញក្តឹបចេញផ្លែគឺយើងប្រើ phosphor ខ្ពស់បើសិនដំណាំយើងក្នុងដំណាក់កាលផ្លែហើយយើងចង់បើផ្លែគឺយើងប្រើ potassium ខ្ពស់ហើយជីចម្រុះឬជីផ្លែឈើនេះបងប្អូនយល់ណាអាសូត phosphor potassium មានទាំងអស់អញ្ចឹងវាអាចជួយបានគ្រប់វគ្គហើយបូក TE អញ្ចឹងបងប្អូនយល់ហើយ TE ខ្ញុំនិយាយពីដើមវីដេអូហើយសារធាតុចិញ្ចឹមនេះបើសិនជាបងប្អូនអត់ដឹងថាតើវាមានតួនាទីគោលអ្វីបងប្អូនអាចត្រឡប់ទៅមើលវីដេអូខ្ញុំមុនខ្ញុំធ្វើនេះហើយ
bài video này miền Tây Bắc Nam bớt sân chỉ bóng ôn miền Trung ngõ là so với nơi lựa báo chí xây tiết số bóng ôn không mà được hàng cầu bớt sân bao bóng ôn tra cả tham cận khám nhằm miền lụa tràn bọc hết ai chạy tông tạm lời từ sao tới telegram hàng cầu này bàn nhằm bắt chung với chất o cồn